បានគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកជូនបងប្អូនពាក់ព័ន្ធទៅនឹងប្រភេទជីគ្រាប់ល្អិតបានដែលវារលាយលឿននៅក្នុងទឹកហើយអាចប្រើប្រាស់បានសម្រាប់ដំណាំគ្រប់ប្រភេទដែលអាចជួយឲ្យដំណាំរបស់បងប្អូនលូតលាស់ល្អផ្លែផ្កាទៅតាមដំណាក់កាលរបស់វាបាទបងប្អូននេះគឺជាប្រភេទជី33737បាទហើយបូកទេមានសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើនពួកមីក្រូធាតុនិងម៉ាក្រូធាតុបងប្អូនណាប្រភេទជីនេះគឺអាចរលាយនៅក្នុងទឹកលឿនបងប្អូនអាចដាក់តាមប្រព័ន្ធតំណក់ទឹកក៏បានកូរទឹកស្រោចគល់ក៏បានឬក៏បងប្អូនអាចបាញ់ពីលើស្លឹកក៏បានបាទនេះបងប្អូនគឺ337បងប្អូនណាបាទនៅក្នុងដំណាក់កាលផ្លែផ្កាបងប្អូនអាចប្រើវាបានសម្រាប់ជីនេះមួយទៀតបងប្អូនគឺជី21 21 21 3ដងដែលបូកនឹងទេដែរសម្រាប់ជីនេះមានទម្ងន់1គីឡូក្រាមដូចគ្នាហើយបងប្អូនអាចប្រើប្រាស់បាននៅក្នុងគ្រប់ដំណាក់កាលនៃដំណាំរបស់បងប្អូនទាំងដំណាក់កាលលូតលាស់ទាំងដំណាក់កាលផ្លែផ្កាក៏បងប្អូនអាចប្រើបានដូចគ្នាបាទសម្រាប់ជីនេះណាមួយទៀតបងប្អូនជីនេះគឺ30 10 10បងប្អូនជី30 10 10នេះគឺល្អមែនទែនសម្រាប់ក្នុងដំណាក់កាលលូតលាស់បងប្អូនអាចប្រើប្រាស់វាដើម្បីជំរុញការលូតលាស់របស់ដំណាំមានន័យថាបងប្អូនចង់ឲ្យវាបែកគុំចង់ឲ្យវាលូតលាស់លឿនបងប្អូនអាចប្រើវាទៅបាទ30 10 10បងប្អូនណាបាទហើយបន្តមកទៀតគឺជី632 35បងប្អូនជី632 35ល្អសម្រាប់ក្នុងដំណាក់កាលផ្លែផ្ការបស់ដំណាំណាបងប្អូនបាទហើយជីមួយទៀតបាទគឺជីបាទសម្រាប់បាទជំរុញការលូតលាស់ក៏ដូចជាធ្វើឲ្យប្រព័ន្ធរឹសបាទខ្លាំងគឺហុយមិចបាទប្រភេទហុយមិចបងប្អូនអាចកូរទឹកស្រោចអាចដាក់តាមប្រព័ន្ធតំណក់ទឹកឬក៏បងប្អូនអាចបាទបាញ់បាទមានន័យថាយើងបាញ់ពីលើស្លឹកណាបាទហើយមួយទៀតនោះគឺជីកាលីបងប្អូនណា006ជីនេះអាចជំនួយដំណាំបងប្អូននៅក្នុងដំណាក់កាលផ្លែផ្កាដំណាក់កាលចុះមើមបាទគឺធ្វើឲ្យមើមធំល្អបាទធ្វើឲ្យផ្លែវាធំល្អពណ៌សម្បូរស្អាតរសជាតិឆ្ងាញ់បងប្អូនណាសាច់ហាប់ណែនបាទជីកាលី006ណាបាទអញ្ចឹងមានច្រើនប្រភេទគ្រប់ប្រភេទសម្រាប់ទៅតាមដំណាក់កាលនៃដំណាំរបស់បងប្អូនដែលអាចប្រើប្រាស់បានទាំងក្នុងប្រព័ន្ធដំណក់ទឹកអាចប្រើប្រាស់បានទាំងកូរទឹកស្រោចគល់ឬក៏បងប្អូនអាចដាក់តាមដំណក់ទឹកបានអរគុណបងប្អូនសម្រាប់រាល់ការគ្រប់គ្រងនិងតាមដានវីដេអូរបស់ខ្ញុំបាទកុំភ្លេចជួយ share ជួយ like ហើយជួយ follow page បានអ្នកមួយផងអរគុណច្រើន